សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់នីតិខ្មោចនៅភូមិមួយឆ្ងាយពីទីប្រជុំជនមានតាយាយមួយគូស្នាក់នៅក្នុងផ្ទះឈើមួយនៅជិតវត្តឯចុងភូមិដោយកូនរបស់ពួកគាត់ខ្លះបានបែកគ្រួសារទៅស្រុកឆ្ងាយនិងខ្លះទៀតរស់នៅក្នុងភូមិនោះដែរតែនៅផ្ទះផ្សេងគ្នាតានិងយាយមានអាយុរៀងច្រើនហើយពួកគាត់ជាមនុស្សល្អស្រឡាញ់ការធ្វើបុណ្យនិងជួយយកអាសាអ្នកភូមិជានិច្ចតាជាមនុស្សក្លាហានមិនសូវចេះញញើតអ្វីផ្ដេសផ្ដាសទេប៉ុន្តែមានរឿងមួយដែលធ្វើឲ្យអ្នកភូមិល្បីតគ្នាមកថាតានិងយាយជាមនុស្សខ្លាចខ្មោចខ្លាំងណាស់រៀងរាល់ល្ងាចថ្ងៃមិនទាន់លិចបាត់ស្រួលបួលផងតាយាយបានចូលក្នុងផ្ទះរួចបិទទ្វារចាក់សោទោះបីអ្នកភូមិដើរកាត់ហៅគាត់យ៉ាងណាក៏ពួកគាត់មិនឆ្លើយដែរនិងស្ទើររាល់យប់ពួកគាត់តែងតែបើកវិទ្យុស្ដាប់លោកសូត្រធម៌និងមានយប់ខ្លះមានខ្យល់បក់មកយ៉ាងខ្លាំងប៉ះដើមឈើឬសូរចម្លែកឬសត្វស្លាបហោះកាត់ដំបូលផ្ទះបញ្ចេញសំឡេងគួរឲ្យខ្លាចតាយាយតែងតែស្រែកថាជួយផងខ្មោចលងខ្ញុំហើយដោយសារតែមានពាក្យល្បីតគ្នានេះហើយទើបមានក្រុមក្មេងទំនើងមួយចំនួនដែលមិនស្គាល់បុណ្យបាបនិងមិនចេះគោរពចាស់ទុំចង់លេងសើចជាមួយពួកគាត់ហើយពួកគេបានរៀបចំផែនការដោយតែងខ្លួនធ្វើជាខ្មោចដើម្បីលងបន្លាចតានិងយាយនាពេលយប់មួយនៅពាក់កណ្ដាលអាធ្រាត្រផ្ទៃមេឃងងឹតឈឹងមានសំឡេងឆ្កែលូពេញភូមិចោលបក់មកប៉ះនឹងដើមឈើលាន់ឮសូរក្រាំងពេលនោះហើយគឺជាវេលាល្អរបស់ក្មេងទំនើងទាំងនោះពួកគេបានយកក្រណាត់សមកគ្របលើខ្លួនហើយដើរយឺតជុំវិញផ្ទះរបស់តាយាយក្មេងទំនើងខ្លះគោះជញ្ជាំងផ្ទះក្មេងខ្លះទៀតបញ្ចេញសំឡេងដូចជាខ្មោចហើយក្មេងខ្លះបានហៅឈ្មោះតានិងយាយដោយសំឡេងល្វើយដោយធ្វើសកម្មភាពនោះមួយសន្ទុះដដែលពួកក្មេងទំនើងទាំងនោះបានឮសំឡេងតាយាយនិយាយគ្នាព្រមទាំងសូត្រធម៌ដោយសំឡេងយ៉ាងភ័យខ្លាចក្រុមក្មេងទំនើងកាន់តែបានចិនហើយបានស្រែកថាតាយាយពួកយើងគឺជាខ្មោចមកយកតាយាយទៅនៅជាមួយពួកយើងហើយមានក្មេងខ្លះនិយាយដដែលហើយក្មេងខ្លះទៀតគោះជញ្ជាំងផ្ទះកាន់តែឮខ្លាំងឡើងតាយាយស្រែកផងយំផងនឹងបាននាំគ្នារត់ចេញពីផ្ទះទៅសុំជំនួយនៅវត្តដែលនៅមិនឆ្ងាយពីផ្ទះរបស់ពួកគាត់ពេលឃើញតាយាយរត់ចេញពីផ្ទះទាំងរញីរញ័រធ្វើឲ្យពួកក្មេងទំនើងទាំងនោះសើចសប្បាយនឹងបាននាំគ្នាចូលយករបស់របរលុយកាក់របស់តាយាយទៅអស់មានកូនសិស្សលោកម្នាក់បានដើរមកដល់ចៃដន្យនិងបានឃើញហេតុការណ៍ទាំងអស់តាំងពីដំបូងរហូតដល់ចប់តាយាយបានរត់ចូលទៅក្នុងវត្តរត់សំដៅទៅថ្វាយបង្គំព្រះសង្ឃមួយអង្គទាំងភ័យស្លន់ស្លោព្រះអង្គបានសួរទៅពួកគាត់ថាហេតុអ្វីបានជាតាយាយភ័យដល់ថ្នាក់ហ្នឹងមើលប្រាប់អាត្មាមកមើលតាបាននិយាយទាំងញ័រមាត់ថាមានខ្មោចនៅផ្ទះរបស់ខ្ញុំព្រះអង្គទោះពួកខ្ញុំបានសូត្រធម៌យ៉ាងណាក៏ដោយក៏ពួកវាមិនខ្លាចដែរពេលនោះកូនសិស្សលោកដែលបានឃើញហេតុការណ៍បានរត់មកដល់ល្មមនិងឆ្លាច់តបទៅតាយាយថាលោកបងតាហើយនឹងយាយមិនមែនខ្មោចលងពិតទេគឺត្រូវពួកអាក្មេងទំនើងបន្លំជាខ្មោចមកលងបន្លាចប៉ុណ្ណោះខ្ញុំបានឃើញហេតុការណ៍ទាំងអស់ដោយសារតែខ្ញុំខ្លាចព្រោះពួកវាកាចណាស់ហើយក៏មិនហ៊ានចូលជួយតាយាយដែរព្រះសង្ឃញញឹមហើយនាំតាយាយត្រឡប់ទៅផ្ទះវិញពេលនាំតាយាយមកដល់ផ្ទះពុំឃើញមានក្មេងទំនើងណាម្នាក់ឡើយដោយសារតែពួកគេរត់គេចខ្លួនបាត់អស់ទៅហើយបន្ទាប់មកព្រះសង្ឃបានប្រាប់ថាខ្មោចពិតមិនគួរឲ្យខ្លាចទេញោមអ្វីដែលគួរឲ្យខ្លាចគឺមនុស្សនឹងការភ័យខ្លាចដោយគ្មានហេតុផលតាយាយបានឡើងចូលក្នុងផ្ទះនិងពិនិត្យរបស់របរពិតជាបាត់អស់មែនទើបតាយាយព្រមជឿថានេះមិនមែនជាខ្មោចទេកូនរបស់តាយាយដែលរស់នៅក្នុងភូមិនោះដែរក៏បានទទួលដំណឹងនេះពួកគេបានប្រញាប់ប្រញាល់មកផ្ទះតាយាយនិងបានកំណត់អត្តសញ្ញាណរបស់ក្មេងទំនើងទាំងនោះដោយសារតែកូនសិស្សលោកបានប្រាប់ពួកគេបន្ទាប់ពីក្មេងៗទាំងនោះបានលងបន្លាចនិងយករបស់របរលុយកាក់របស់តាយាយពួកគេបានទិញស្រាផឹកជុំគ្នានៅផ្ទះមួយកន្លែងដែលគេបោះបង់ចោលកំពុងតែផឹកសប្បាយបណ្ដើរនិងនិយាយគ្នាសើចអំពីរឿងតាយាយបណ្ដើរហើយពួកគេគិតថាតាយាយចាស់ហើយម្ដេចក៏នៅតែល្ងង់ខ្លាចខ្មោចទៀតកំពុងតែសប្បាយចិត្ត
ស្រាប់តែមានសម្លេងអ្វីចម្លែកបានហៅពួកគេពីក្រោយផ្ទះមកខ្យល់បក់មកយ៉ាងខ្លាំងធ្វើឲ្យទៀនរបស់ពួកគេរលត់មួយរំពេចនោះក៏លេចរូបរាងខ្មោចស្រីម្នាក់សក់វែងហោះមកឈរក្រោមដើមចេកហើយនិយាយសម្លេងខ្លាំងៗថាតើពួកឯងឬដែលបន្លំជាយើងទៅលងតាយាយក្មេងទំនើងម្នាក់បានសើចនិយាយថាពួកអញមិនល្ងងខ្លាចខ្មោចដូចតាយាយទេវើយនិយាយមិនដើររួចក៏ចាប់យកដបស្រាមួយគប់ទៅលើខ្មោចពួកគេនិយាយមិនទាន់នឹងចាប់ស្រួលបួលផងក្បាលខ្មោចនោះបានហោះមកនិងធ្លាក់ចំកណ្ដាលវង់ធ្វើឲ្យក្មេងៗទាំងនោះស្រែកទាំងភ័យថាចំខ្មោចមែនវើយពួកអាដែងនាំគ្នារត់វើយក្មេងៗទាំងនោះភ័យញ័រខ្លួនទាំងអស់គ្នាស្រែកយំរត់ចេញចែកជើងគ្នាខ្លះរត់ដួលផ្កាប់មុខទៅលើអាចខ្លះសន្លប់ខ្លះរត់បណ្ដើរស្រែកយំរកម៉ែឪបណ្ដើរដោយសារតែភ័យខ្លាចខ្លាំងពេកពួកគេក៏បានរត់ទៅសុំជំនួយពីព្រះសង្ឃក្នុងវត្តដែលតាយាយរត់ទៅនោះដែរតែពេលទៅដល់វត្តប៉ូលីសកំពុងរងចាំនិងបានចាប់ពួកក្មេងទាំងនោះដាក់ខ្នោអស់ទើបពួកក្មេងទាំងនោះដឹងថាតាមពិតខ្មោចដែលលងពួកគេនោះគឺកូនរបស់តាយាយព្រមជាមួយកូនសិស្សលោកក្មេងៗទំនើងទាំងនោះបានយំផងអង្វរផងសុំទោសលោកតានិងលោកយាយទាំងទឹកភ្នែកហើយនិយាយថាពីនេះតទៅពួកយើងនឹងកែខ្លួនជាមនុស្សល្អហើយសូមតាយាយអភ័យទោសឲ្យពួកខ្ញុំផងរួចក្រុមប៉ូលីសក៏មិនលើកលែងឲ្យពួកគេដែរក៏បាននាំយកក្មេងទំនើងទាំងនោះទៅដាក់គុកអស់ទៅហើយកូនរបស់គាត់ក៏បានយកតាយាយទៅនៅជាមួយដើម្បីមើលថែរក្សាគាត់អរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់ការនិទានមួយនេះតាំងពីដើមរហូតមកដល់ចប់បើសិនជាខ្ញុំបាទមានការលើសលួសត្រង់ចំណុចណាមួយសូមបងប្អូនមេត្តាអធ្យាស្រ័យនិង comment ពីចំណុចខ្វះខាតខ្ញុំនឹងធ្វើការកែសម្រួលសូមបងប្អូនជួយចុច like Subscribe រួចដាក់សញ្ញាកណ្ដឹងដើម្បីបានទទួលវីដេអូថ្មីៗមុនគេសូមអរគុណ